សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនអញ្ជើញរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខនៅខេត្តសៀមរាបសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនសម្ដេចគតិសង្ហបណ្ឌិតប៉ែនសំអនលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខនាព្រឹកថ្ងៃទី15ខែកញ្ញាឆ្នាំ2025ស្ថិតនៅខេត្តសៀមរាបចំនួន3ទីតាំងក្នុងបុព្វហេតុសូមប្រោះព្រំព្រះរាជាណាចក្រកម្ពុជាឲ្យមានសុខសន្តិភាពជាតិសុខសាន្តត្រានរីកចម្រើននិងអភិវឌ្ឍជាលំដាប់ជ័យឆ្ងាយពីសត្រូវឈ្លានពានយិត្តយីទាំងឡាយពិធីបួងសួងចម្រើនសេចក្តីសុខត្រូវបានប្រារព្ធ1ទីសក្ការៈព្រះអង្គចេកព្រះអង្គចោម2តំបន់អភិរក្សអង្គរនិងនៅ3ប្រាសាទអង្គរតូចក្នុងគោលបំណងបួងសួង10គុណបុណ្យព្រះរតនត្រ័យបារមីព្រះអង្គចេកព្រះអង្គចោមបារមីគ្រប់ព្រះអង្គនៅក្នុងឋានអភិរក្សអង្គរដងវិញ្ញាណក្ខន្ធព្រះមហាក្សត្រមហាបុព្វបុរសដូនតាខ្មែរដងព្រលឹងមេតបតូចធំសូមប្រោះព្រំព្រះរាជាណាចក្រកម្ពុជាឲ្យមានសុខសន្តិភាពជាតិសុខសាន្តត្រានរីកចម្រើននិងអភិវឌ្ឍជាលំដាប់ជ័យឆ្ងាយពីសត្រូវឈ្លានពានយិត្តយីទាំងឡាយជាពិសេសគឺសូមតាមថែរក្សាពុកម៉ែអំពូមីងបងប្អូនប្រជាជនកម្ពុជាគ្រប់រូបរួមទាំងវីរៈកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៍រស់នៅប្រកបទទួលទានមានបែននិងសូមជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតឃ្លានឡើយ